ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនភាសាកូរ៉េ MNKO Learning ទាំងអស់គ្នាហើយថ្ងៃនេះផងដែរគឺយើងមករៀនអំពីសន្ទនានៅក្នុងភាសាកូរ៉េតោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរចូលទៅដល់មេរៀនយើងទាំងអស់គ្នាមេរៀនទី12 겨울 방학에 무엇을 하시겠어요? តើវាសមការរដូវរងាតើអ្នកនឹងធ្វើអ្វី 내일부터 겨울 방학인데 무엇을 하시겠어요? 내일부터 겨울 방학인데 무엇을 하시겠어요? 내일부터 ប្រែថាចាប់ពីថ្ងៃស្អែក 겨울 ប្រែថារដូវរងា 방학인데 ប្រែថាវាសមកាល 무엇을 하시겠어요 ប្រែថានឹងធ្វើអ្វីអញ្ចឹងនៅក្នុងប្រយោគនេះគឺយើងមកថាចាប់ពីថ្ងៃស្អែកគឺជាវាសមកាលរដូវរងាតើអ្នកនឹងធ្វើអ្វី 저는 이번 겨울에 영국에 갈 거예요. 저는 이번 겨울에 영국에 갈 거예요. 저는 ប្រែថាខ្ញុំ 이번 ប្រែថានេះ 겨울 រដូវរងា 영국 ប្រែថាប្រទេសអង់គ្លេស 갈 거예요 ប្រែថានឹងទៅអញ្ចឹងនៅក្នុងប្រយោគនេះគឺយើងបកថាខ្ញុំនឹងទៅប្រទេសអង់គ្លេសនៅរដូវរងានេះ 고향에 누가 계세요? 고향에 누가 계세요? 고향 ប្រែថាស្រុកកំណើត 누가 ប្រែថានរណា 계세요 ប្រែថាស្នាក់នៅ 계세요 នេះគឺយើងប្រើជាពាក្យគួរសមអញ្ចឹងនៅក្នុងប្រយោគនេះគឺយើងបកថាតើនៅស្រុកកំណើតនរណាជាអ្នកស្នាក់នៅ 가족들과 친구들이 살고 있어요. 가족들과 친구들이 살고 있어요. 가족들과 ប្រែថាគ្រួសារហើយនឹង 친구들이 ប្រែថាមិត្តភ័ក្តិ 살고 있어요 ប្រែថាកំពុងរស់នៅអញ្ចឹងប្រយោគនេះគឺយើងបកថាគឺគ្រួសារខ្ញុំហើយនឹងមិត្តភ័ក្តិខ្ញុំកំពុងរស់នៅ 선물을 준비하셨어요? 선물을 준비하셨어요? 선물 ប្រែថាកាដូឬក៏អំណោយ 준비하셨어요 ប្រែថាបានរៀបចំអញ្ចឹងប្រយោគនេះបើយើងបកឲ្យស្រួលយល់ន័យតែម្ដងគឺតើអ្នកបានរៀបចំអំណោយឲ្យពួកគាត់ហើយមែនទេ 네, 어제 백화점에 가서 선물을 샀어요. 네, 어제 백화점에 가서 선물을 샀어요. 네 ប្រែថាចាអចេប្រែថាកាលពីម្សិលមិញ 백화점 ប្រែថាផ្សារទំនើប 가서 ប្រែថាទៅហើយបន្ទាប់មក 선물 ប្រែថាកាដូឬក៏អំណោយ 샀어요 ប្រែថាបានទិញអញ្ចឹងនៅក្នុងប្រយោគនេះគឺយើងបកថាចាកាលពីម្សិលមិញខ្ញុំបានទៅផ្សារទំនើបហើយបន្ទាប់មកបានទិញអំណោយ 민주 씨가 가면 부모님께서 잠좋아하실 거예요. 민주 씨가 가면 부모님께서 잠좋아하실 거예요. 민주 씨가 ប្រែថាកញ្ញា 민주 가면 ប្រែថាប្រសិនបើទៅ 부모님께서 ប្រែថាទៅកាន់ឪពុកម្ដាយដូច្នេះ 잠좋아하실 거예요 ប្រែថាពិតជានឹងល្អអញ្ចឹងក្នុងប្រយោគនេះយើងបកឲ្យត្រូវន័យកញ្ញា 민주 ប្រសិនបើទៅលេងឪពុកម្ដាយពួកគាត់ប្រកាសជាសប្បាយចិត្ត 네, 그래서 저도 빨리 가고 싶어요. 네, 그래서 저도 빨리 가고 싶어요. 네 ប្រែថាចា 그래서 ប្រែថាដូច្នេះហើយ 저도 ប្រែថាខ្ញុំផងដែរ 빨리 ប្រែថាលឿន 가고 싶어요 ប្រែថាចង់ទៅអញ្ចឹងប្រយោគនេះគឺយើងបកថាចាដូច្នេះហើយខ្ញុំក៏ចង់ទៅឲ្យលឿនផងដែរតោះអញ្ចឹងឥឡូវយើងមកអានប្រយោគសន្ទនាយើងឡើងវិញម្ដងទៀត 내일부터 겨울 방학인데 무엇을 하시겠어요? 저는 이번 겨울에 영국에 갈 거예요. 고향에 누가 계세요? 가족들과 친구들이 살고 있어요. 선물을 준비하셨어요? 네, 어제 백화점에 가서 선물을 샀어요. 민주 씨가 가면 부모님께서 참 좋아하실 거예요. 네, 그래서 저도 빨리 가고 싶어요. តបន្ទាប់ពីរៀនបកប្រែប្រយោគសន្ទនាយើងហើយឥឡូវយើងមករៀនពាក្យថ្មីៗក្នុងប្រយោគយើងម្ដង 내일부터 내일부터 ចាប់ពីថ្ងៃស្អែក 겨울 겨울 រដូវរងា 방학 방학 វិស្សមកាល 이번 이번 នេះ 영국 영국 ប្រទេសអាមេរិក 고향 고향 ស្រុកកំណើត 누가 누가 នរណា 계시다 계시다 ស្នាក់នៅ 가족 가족 គ្រួសារ 선물 선물 កាដូឬក៏អំណោយ 준비 준비 រៀបចំ 백화점 백화점 ផ្សារទំនើប 부모님 부모님 ឪពុកម្ដាយ
ចាអរគុណច្រើនពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះប្រសិនបើពុកម៉ែបងប្អូនចូលចិត្តសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗនៅក្នុងវីដេអូបន្តទៀត